កងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវបានកែប្រែមុខមាត់ថ្មីបន្ទាប់ពីមានការជួសជុលនិងសាងសង់អស់រយៈពេលជាច្រើនខែមកនេះនៅក្នុងរបាយការណ៍បុកសរុបលទ្ធផលការងារឆ្នាំ2014និងទិសដៅបន្តឆ្នាំ2015របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហាញឲ្យឃើញនូវសមិទ្ធផលថ្មីៗជាច្រើនបន្ទាប់ពីអង្គភាពនេះត្រូវបានគ្រប់គ្រងនិងដឹកនាំដោយឯកឧត្តមសេនីយ៍តូរតស្រៀងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញជាង1ឆ្នាំមកនេះបន្ទាប់ពីទទួលបាននៅភារកិច្ចដ៏សំខាន់នេះនិងក្រោមការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រមូលផ្ដុំកម្លាំងពង្រឹងវិន័យសណ្ដាប់ធ្នាប់គ្រប់គ្រងសតិអារម្មណ៍នាយរងកងរាជអាវុធហត្ថក្រោមអាវ៉ាតទាំងអស់ធ្វើការវឹកវើរៀនសូត្របង្កើនសមត្ថភាពសម្ដៅធានាបានទាំងបរិមាណនិងគុណភាពដើម្បីរ៉ាប់រងចំពោះកិច្ចការដែលថ្នាក់លើប្រគល់ឲ្យក្រៅពីការបំពេញនៅការការពារសន្តិសុខជូនប្រជាពលរដ្ឋកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្តមរតស្រៀងក៏បានខិតខំធ្វើការកសាងបន្ថែមនិងជួសជុលកែសម្រួលទីកន្លែងបន្ទាយរបស់ខ្លួនឡើងវិញតាំងពីខ្លោងទ្វារមុខរហូតដល់ក្រោយនៅក្នុងទីបញ្ជាការទាំងមូលដែលគិតគូរជាសំខាន់លើគុណភាពសោភ័ណភាពនិងតម្រូវការចាំបាច់សម្ដៅធានាបម្រើឲ្យការប្រមូលផ្ដុំមានអាហារទទួលទានការស្នាក់នៅនិងបរិយាកាសការងារប្រកបដោយវិន័យសណ្ដាប់ធ្នាប់អនាម័យនិងផាសុកភាពអគារទាំងមូលត្រូវបានជួសជុលស្ទើរតែទាំងស្រុងដោយមានការរៀបចំប្រព័ន្ធលូរំដោះទឹកជួសជុលអគារចាស់ទ្រុឌទ្រោមនៅអគាររដ្ឋបាលអគារបន្ទប់ប្រជុំជួរបញ្ជាការបន្ទប់ប្រជុំរួមមានបន្ទប់ទឹកតាមកន្លែងនីមួយៗនិងបន្ទប់ទឹកសាធារណៈកន្លែងស្នាក់នៅរបស់កងកម្លាំងមានគ្រែសម្រាកគ្រប់តាមចំនួនទ័ពកសាងផ្ទះបាយរួមមានលក្ខណៈធំទូលាយប្រកបដោយផាសុកភាពនិងអនាម័យទន្ទឹមគ្នានោះក៏មានសាងសង់អគារសម្រាប់ហ្វឹកហ្វឺនកីឡាតៃក្វាន់ដូមួយខ្នងដោយមានបំពាក់នៅប្រព័ន្ធកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងផងដែរជាមួយគ្នានេះដែរអង្គភាពក៏បានកិត្តគូដោះស្រាយបន្ថែមនៅមធ្យោបាយប្រើប្រាស់សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការក្នុងនោះមានដូចជារថយន្តតូចធំ
ម៉ូតូនិងបានដំឡើងបង្គោលអង្តែនវិទ្យុតាក់ទងដើម្បីធានាក្នុងការភ្ជាប់ប្រព័ន្ធទំនាក់ទំនងចំនួន4ស្តង់ដារផ្សេងទៀតសម្រាប់ការប្រើប្រាស់ទូរស័ព្ទអាវុធហត្ថទាំងអស់ត្រូវចេះប្រើប្រាស់ប្រព័ន្ធបញ្ជូនសារជាអក្សររូបភាពនិងសំឡេងតាមអ៊ីនធឺណិតដូចជាប្រព័ន្ធ WhatsApp ជាដើមដោយចងក្រងជាប្រព័ន្ធធានាការតាក់ទងបញ្ជាបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ការចំណាយផ្សេងៗនៅក្នុងការជួសជុលអគារឡើងវិញនេះក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តមអ្នកអង្គការលោកអង្គការបងប្អូនអាជីវករដែលស្រឡាញ់គាំទ្រអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងនោះផងដែរក៏មានឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាឯកឧត្តមប៉ាសុចិត្តវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈថវិកាផ្ដល់ជាមធ្យោបាយជួយដល់ការកសាងអភិវឌ្ឍអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនធំធាត់ជាលំដាប់នៅក្នុងឱកាសដ៏ថ្លៃថ្លានេះអនុញ្ញាតឲ្យខ្ញុំថ្លែងចេញពីទឹកចិត្តដ៏ស្មោះជូនចំពោះថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញនាយរងកងកម្លាំងរាជអាវុធហត្ថទាំងអស់នៅក្តីសោមនស្សរីករាយជាមួយនឹងការរីកធំធាត់ទាំងបរិមាណទាំងសមត្ថភាពគុណភាពរបស់កងរាជអាវុធហត្ថយើងដែលរយៈពេលកន្លងមកនេះពិតជាបង្ហាញនៅវីរភាពក្នុងការចូលរួមចំណែកការពារសន្តិសុខសុវត្ថិភាពនៃរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរសមិទ្ធផលជាមួយនឹងស្នាដៃដែលកើតឡើងនេះមិនមែនជាសមិទ្ធផលចៃដន្យទេពិតប្រាកដណាស់ថាដោយមានការចង្អុលដឹកនាំយ៉ាងច្បាស់លាស់អំពីថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសនៃមេបញ្ជាការកងរាជអាវុធហត្ថទូទាំងប្រទេសនិងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញយើងប៉ុន្តែអ្វីដែលជាមោទនភាពនៅត្រូវថាអង្គភាពផ្ទាល់បានចេះប្រើប្រាស់សភាពការប្រើប្រាស់គោលការណ៍ដោយច្នៃប្រឌិតចេះរៀបចំកងកម្លាំងឲ្យមានសណ្ដាប់ធ្នាប់តាមផែនតាមក្បួនខ្នាតបានត្រឹមត្រូវដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាមគ្គុទ្ទេសក៍ដ៏ឆ្នើមនិងឆ្លៀសវៃនិងដោយមានការដឹកនាំបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំយ៉ាងម៉ឺងម៉ាត់ធ្វើឲ្យភារកិច្ចនិងកាតព្វកិច្ចការងារការពារសន្តិសុខជូនជាតិរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញអាចសម្រេចស្នាដៃយ៉ាងគ្រាប់ប្រសើរក្រៅពីការបំពេញនៅការងារស្នូលរបស់ខ្លួនកងរាជអាវុធហត្ថក៏បានចូលរួមការងារសង្គមជាច្រើនទៀតដែលជួយដល់ប្រជាពលរដ្ឋឲ្យស្របទៅនឹងពាក្យស្លោកបង្ការបង្ក្រាបនិងសង្គ្រោះ
ខ្ញុំសូមយកឱកាសនេះថ្លែងនៅការកោតសរសើរនិងវិយតម្លៃខ្ពស់ចំពោះការលះបង់និងការខិតខំប្រឹងប្រែងទាំងអស់របស់អស់លោកមេបញ្ជាការរងគ្រប់លំដាប់ថ្នាក់នាយទាហាននិងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានរួមគ្នាបង្កើតនៅស្នាដៃនិងសមិទ្ធផលដោយរបាយការណ៍ដែលបានលើកឡើងជូនអង្គប្រជុំអំបញ្ញមិញខ្ញុំក៏សូមឯកភាពជាមួយនឹងការលើកឡើងមតិយោបល់របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញតាក់ទងទៅនឹងសភាពការកន្លងមកក៏ដូចជាបញ្ហាមួយចំនួនដែលយើងទាំងអស់គ្នាក៏បីត្រូវក្តាប់ជាប់បន្តការស្វែងយល់ថែមទៀតហើយនឹងលើកកម្ពស់ស្មារតីប្រមូលផ្ដុំកម្លាំងដើម្បីបន្តអនុវត្តនាពេលខាងមុខក្នុងការសម្រេចឲ្យបាននៅស្ថិរភាពសង្គមមួយនៅក្នុងរាជធានីភ្នំពេញដែលនិយាយដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយាយរួមចំពោះមុខសភាពការដែលប្រព្រឹត្តទៅក្នុងស្ថានភាពអនុគ្រោះផងនិងរារាំងផងនេះបងសោតចេញក្រៅលើកដៃដាក់លើក្បាលក្រាបចុះជើញដៃជើងទី1គឺសំខាន់បំផុតគឺយើងបញ្រឹងវិន័យហើយនឹងគុណភាពរបស់កងកម្លាំងរបស់យើងហើយជំនាញនេះគឺខ្ញុំបានដកស្រង់ពីបទពិសោធន៍ខ្ញុំនៅប្រទេសអូស្ត្រាលីហើយនឹងជាមួយនឹងគ្រូនៅស្រុកខ្មែរដែលគាត់មានបទពិសោធន៍ច្រើនខ្ញុំមកផ្គុំគ្នាហើយនឹងបង្កើតជាក្បួនថ្មីមួយដើម្បីការពារសន្តិសុខដើម្បីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយើងនេះការវឹកហាត់នេះគឺចំណាយពេលច្រើនពីព្រោះពួកខ្ញុំយកតែគុណភាពបើពួកខ្ញុំវឹកហាត់ខ្សោយគឺខ្ញុំប្រឹងតែវឹកហាត់ដើម្បីឲ្យគុណភាពដល់ស្តង់ដារមកខ្ញុំឈប់ប៉ុន្តែសូម្បីតែដល់ស្តង់ដារក៏ដោយក៏ពួកខ្ញុំនៅតែប្រឹងវឹកហាត់បន្ថែមទៀតដើម្បីរក្សាគុណភាពនឹងអត់បានលើការងារបង្កើនសមត្ថភាពក៏ដូចជាពង្រឹងវិន័យដល់សមាជិកអង្គភាពបានរៀបចំផែនការហ្វឹកហ្វឺនដល់បណ្ដាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងមូលកំណត់ឲ្យអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែហ្វឹកហ្វឺនឲ្យបានគ្រប់គ្នាដោយអនុលោមទៅតាមសភាពការមមាញឹករបស់បណ្ដាកម្លាំងតាមមូលដ្ឋានអង្គភាពបានចាត់តាំងក្រុមគ្រូបង្វឹកឲ្យចុះបង្រៀនផ្ទាល់ដល់មូលដ្ឋានក៏ដូចជាគោលដៅឈរជើងត្រៀមអន្តរាគមន៍ដើម្បីសម្រួលដល់កម្លាំងឲ្យមានពេលវេលាសម្រាកនិងជួយកាត់បន្ថយការចំណាយក្នុងការដឹកនាំកម្លាំងធ្វើដំណើរទៅមកប្រមូលផ្ដុំវឹកវើក្នុងនោះបានលើកយកមេរៀនជាច្រើនមកធ្វើការសិក្សារៀនសូត្រប៉ុន្តែបានផ្ដោតសំខាន់ទៅលើមេរៀនរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងមេរៀនសង្គ្រោះបឋមដើម្បីបង្កើនសមត្ថភាពកងកម្លាំងឲ្យចេះពីវិធីជួយសង្គ្រោះក្នុងពេលបំពេញកិច្ចប្រតិបត្តិការជួបហេតុការណ៍មានជនរងគ្រោះគឺអាចមានលទ្ធភាពជួយសង្គ្រោះព្យាបាលជាបឋមតាមរយៈសម្ភារៈពេទ្យដែលបានដាក់ក្នុងកាបូបស្ពាយជាប់តាមខ្លួនពីមុនមកយើងអត់សូវមានសម្ភារៈដូចឥឡូវដល់ពេលឥឡូវវាតែងតែមានការខ្វះខាតមែនក៏ប៉ុន្តែក៏នៅតែរៀងអាប់ដេតជាងមុន
រៀងជាលឿនជាងមុនហើយបត់ពិសោធន៍រៀងរាល់ឲ្យដល់ជន់ល្មើសក៏វាមានការអាប់ដេតផងពួកគាត់ដែរគាត់ពីមុនធ្លាប់តែប្រើតែដៃឬក៏ប្រើដាវជាអីរហូតដល់ឥឡូវគាត់មានបច្ចេកទេសផ្សេងបាទផ្សេងអញ្ចឹងយើងជាសមាជិកនេះគឺត្រូវតែវឹកហាត់ដើម្បីតាមឲ្យតាន់គាត់ព្រោះគាត់ក៏វឹកហាត់បច្ចេកទេសសម្រាប់ល្បិចកលខូចរបស់គាត់យើងក៏កំពុងតែវឹកហាត់បំពន់អញ្ចឹងបានតែបំពន់ពួកនេះវឹកវើនេះដើម្បីធ្វើម៉េចយើងធ្វើឲ្យបានឈ្នះគាត់បង្ក្រាបគាត់បាននៅពេលដែលមានបទល្មើសប្រឡងមកដែលយើងបានទៅបង្ហាត់បង្រៀននៅតាមបណ្ដាខណ្ឌក៏ដូចជានៅទីបញ្ជាការនេះមេរៀនដែលយើងបានបង្រៀនដូចជាវិន័យជួរទ័ពយុទ្ធវិធីតទៀតមានមេរៀនដូចជាវាលោកចូលអាគារនិងលំហាត់ប្រាណដើម្បីសម្រកទម្ងន់ដើម្បីសុខភាពផងដែរហើយមេរៀនចុងក្រោយដែលអាដាមមេបញ្ជាការផ្ដោតជាសំខាន់នោះគឺសង្គ្រោះបឋមអាវុធហាត់ចាំបាច់ត្រូវការចេះក្បាច់គុណពីខ្លះគឺយើងមិនបាច់ប្រើអាវុធទេគឺយើងអាចប្រើក្បាច់គុណយើងអាចចាក់កបិតឬចាក់កភ្លើងបានអញ្ចឹងពេលណាដែលយើងក្នុងនាមជាសមាជិកយើងចេះក្បាច់គុណគឺសំខាន់បំផុតមកអញ្ចឹងវាទីមួយគឺធ្វើឲ្យយើងនឹងកាយសម្បទារឹងមាំហើយមានភាពរហ័សរហួនក្នុងការចោះបំពេញការងារនិងបេសកកម្មជាច្រើនអញ្ចឹងបើសិនថាគាត់ចេះច្បាស់លាស់គឺគាត់ចោះបង្ក្រាបនៅធ្វើការងារគឺប្រកបដោយសិទ្ធិភាពជាក់ស្ដែងមកទល់ពេលនេះកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន 95% ត្រូវបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរួចហើយចាប់12មេរៀនហ្នឹងក្នុងរយៈពេល1ខែគឺចាប់ទៅក្នុងរយៈពេល1ខែហ្នឹងបើសិនបើយើងមើលឃើញថាទទួលយកបានទាំងអស់គ្នាហើយសិក្ខាកាមទាំងអស់យើងចេះដឹងទាំងអស់គ្នាគឺយើងចាប់មុនមិនកំណត់ពេលតែបើ1ខែឬក៏2ខែតាមមេរៀនហ្នឹងមិននៅតែមិនចេះទៀតគឺនៅតែបន្តតតែចេះទាំងអស់គ្នាអាហ្នឹងបានយើងឈប់នេះសូមរាយការណ៍ជូនក្នុងអង្គវិធីទាំងមូលដែលកន្លងមកដែលអាវុធហត្ថរាជធានីភ្នំពេញយើងខ្ញុំបានធ្វើនោះគឺធ្វើដោយវិធីសាស្ត្រអញ្ចឹងបើមិនអញ្ចឹងទេគឺកម្លាំងអត់មានវិន័យអត់មានសណ្ដាប់ធ្នាប់ខ្វះការវឹកវើខ្វះការវិស៊ីគ្នាក្នុងការប្រតិបត្តិការអញ្ចឹងយើងកាលណាយើងបានវិស៊ីគ្នាបានវឹកវើយើងបានកាន់តែយកចិត្តគ្នាយើងប្រតិបត្តិការយើងកាន់តែមានប្រសិទ្ធភាពបាទសម្រាប់អាដាមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកប្រឹងប្រែងផ្ដល់ជាកម្លាំងកាយកម្លាំងចិត្តនិងសម្ភារៈជាច្រើនមកដល់កងកម្លាំងរបស់យើងនឹងដោយសកាកម្មដែលកំពុងឈរនៅខាងក្រៅខ្ញុំតនឹងគឺគាត់ខំប្រឹងប្រែងថវិកាផ្ទាល់ខ្លួនខ្លះក៏គាត់ខំប្រឹងប្រែងរកអ្វីក៏បាយយ៉ាងដើម្បីបំពេញ
ជនយើងបានផ្ដល់ជាភេទជ្ជៈក៏ដូចជានំចំណីក៏ដូចជាថវិកាជូនមកអាវុធហត្ថរបស់យើងហើយយើងខ្ញុំមិនអនុញ្ញាតឲ្យទទួលទេបើយើងនិយាយពីវិន័យគឺយើងមិនអាចទទួលទេបើយើងនិយាយពីមនោចេតនាអាចទទួលបាននៅពេលដែលគាត់យកមកប្រគល់នៅអង្គភាពតែតាមទីសាធារណៈគឺហាមដាច់ខាតហើយអានេះគឺជាការបង្ការមួយកុំឲ្យបទល្មើសហ្នឹងវាកើតឡើងនិយាយយ៉ាងម៉េចចង់និយាយថានៅពេលដែលបងប្អូនយើងមិនទទួលយកគឺមិនឲ្យគេអ្នកបកគលឲ្យមហាជនជាជនបកគលឲ្យអត់មានការអន់ចិត្តទេគឺយើងឆ្លើយទៅវិញសភាពរៀបសារដោយថាយើងជាប់បំពេញការងារហើយយើងមានការតាមដានត្រួតពិនិត្យជាប់ជាប្រចាំតាមដានយ៉ាងម៉េចគឺដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺមិនអនុញ្ញាតឲ្យទទួលយកដាច់ខាតបើគេឲ្យទាល់តែឲ្យលក្ខណៈជារួមអាចទទួលយកបានទុកមកកន្លែងសិនបើថាឲ្យលក្ខណៈឯកជនគឺអត់មិនអនុញ្ញាតឲ្យទទួលទេដូច្នេះគឺបាននិយាយថាអត់មានអ្នកណាមើលមិនដាំអ្នកណាទេមើលមិនដាំតែចំពោះអ្នកដែលទទួលយករបស់គេទេវាអាចកាត់បន្ថយអាចចំណុចត្រឹមហ្នឹងបានដល់ពេលអញ្ចឹងបើម្នាក់គេក៏ដូចយើងក៏ដូចគេអត់មានទទួលចឹងអត់មានអ្នកណាចំណែនអ្នកណាទេនឹងបើយើងនិយាយភាសាសាមញ្ញអត់មានអ្នកណាចំណែនអ្នកណាទេតែបើសិនបើយើងឲ្យទទួលមានអ្នកបានមានអ្នកមិនបានដល់មានអ្នកបានមានអ្នកមិនបានអានឹងវាទៅជាប្រឡងប្រជែងគ្នាក្នុងការទទួលយករបស់របរហ្នឹងហើយពេលនោះនៅពេលដំបូងគេឲ្យក្រោយមកគេមិនឲ្យទៅសុំគេអស់ពីសុំគេមិនឲ្យទៀតទាគេអស់ពីទាគេមិនឲ្យទៀតចម្រិតគេអាហ្នឹងវាទៅជាអញ្ចឹងដើម្បីទប់ស្កាត់បញ្ហាហ្នឹងគឺមិនឲ្យទទួលដាច់ខាតបើគាត់ចង់ជួយយើងចង់ឲ្យយើងយកមកដល់អង្គភាពមកដើម្បីថែទាំកាយសម្បទាអង្គភាពបានកំណត់ឲ្យអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែហាត់ប្រាណឲ្យបានគ្រប់គ្នាដោយធ្វើការបែងចែកតាមវេនតាមពេលវេលាជាក់ស្ដែងគឺចំពោះកម្លាំងដែលចេញធ្វើការពេលយប់ត្រូវហាត់ប្រាណនៅពេលល្ងាចដែលចេញធ្វើការនៅពេលថ្ងៃត្រូវហាត់ប្រាណនៅពេលព្រឹកជាមួយនឹងការប្រមូលផ្ដុំកម្លាំងវឹកវើរៀនសូត្រពង្រឹងវិន័យរបៀបរបបធ្វើការងារកងរាជអាវុធហត្ថក៏បានយកចិត្តទុកដាក់លើការអប់រំឲ្យមានស្មារតីឯកភាពសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជាពិសេសផ្ដោតសំខាន់ទៅលើការគ្រប់គ្រងសតិអារម្មណ៍របស់សមាជិកក្នុងអង្គភាពដោយបានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កងកម្លាំងដូចគ្នាយោងតាមកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ទាំងអស់នេះនាពេលអនាគតអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមានការបញ្ជាដោយផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអង្គភាពនេះនឹងសម្រេចឲ្យបានជោគជ័យនៅការងារការពារសន្តិសុខជូនប្រជាជននិងប្រទេសជាតិ